មកសុខខ្មែរសំបីម្ដងហើយនេះមិនគិតស្គាល់ពួកយើងមានណាឲ្យឆ្លើយសំណួរនឹងបានទេមិនចាំជាមួយយើងទៅពេលដែលទៅមកសុខខ្មែរសំបីតែម្ដងហើយជួយនៅសុខខ្មែរយើងច្រើនណាស់មិនមែនជួយតែនៅសាលាទេជួយតាមអង្គការជួយតាមមិត្តភ័ក្តិជួយតាមយាយរត់ក៏ជួយនៅសុខខ្មែរយើងច្រើនហើយខ្ញុំស្គាល់គាត់10ឆ្នាំជាងហើយអញ្ចឹងគាត់ជួយនៅសុខខ្មែរច្រើនតែចង់សួរបងប្អូនទាំងអស់គ្នាថាហេតុអីបានអ្នកដែលនៅអាមេរិកតែមិនដែលមកសុខខ្មែរសោះហើយមកជួយស្រុកយើងឆ្ងល់ទេមានអ្នកឆ្ងល់អត់ចុះបងប្អូនការងារឆ្ងល់អត់ប្រសិនបើយើងវិញអត់ដែរទៅកន្លែងនឹងសោះហើយមិនដែរទៅប្រទេសឬតំបន់ស្រុកនឹងសោះអត់ដែរស្គាល់ណាសោះតែយើងជួយហ៎អត់មែនណាសម្បីតែកូនខ្លួនឯងបងប្អូនខ្លួនឯងមិនចង់ជួយផងមែនណាតែនិយាយមិនត្រូវធ្វើមិនត្រូវអត់ជួយទេប៉ុន្តែសាស្ត្រដទៃដែលមិនធ្លាប់មកប្រទេសយើងតែគាត់មានចិត្តចង់ជួយអញ្ចឹងគាត់ជាបុគ្គលដែលមានមនោសញ្ចេតនាក៏ដូចជាសប្បុរសធម៌ណាចិត្តល្អបើខ្មែរយើងគេហៅថាចិត្តល្អមែនទែនអត់ដឹងមុខមាត់យើងមិនផងអត់ដឹងយើងនឹងព្រៃទៅហាមដូនជ្រឹមនៅណាផងយើងបើសិនជាយើងវិញគឺយើងកម្រនឹងជួយណាស់នឹងត្រាតែយើងដឹងច្បាស់ថាកន្លែងនេះមិនអីមិនអញ្ចឹងមានន័យថាគាត់មានចិត្តល្អមែនទេត្រឹមតែណែនាំបន្ថែមបន្តិចហេតុអីបានអញ្ចឹងហើយខ្ញុំស្គាល់សាលាដូនក្នុងព្រៃទៅហាមហ្នឹងក៏តាមរយៈម្ចាស់ជំនួយដែរខ្ញុំស្គាល់ទីតាំងមិនថាដែលស្គាល់លោកនាយកសាលាដែលស្គាល់សិក្សាវិសាស្ត្រឬក៏ដែលមកសាលាទេប៉ុន្តែបើយើងគិតទៅវត្តយើងអាចស្គាល់វត្តជាងស្គាល់សាលាតែខ្ញុំស្គាល់តាមរយៈគាត់ដោយសារតែមានកម្មវិធីសប្បុរសធម៌ដែលដឹកនាំដោយមិត្តភក្តិកាប់មួយទៀតបងប្អូនដែលស្គាល់អត់អ្នកស្របស្រួលកម្មវិធីរបស់គាត់ហើយវាអត់ទេណាកាត់ឈ្មោះបងសម្ដាប់តែក្លឹបមកទៅកម្មវិធីចែកកង់គេសម្ភារៈច្រើនតែដោយសារតែក្រោយមកទៀតមានការប្រែប្រួលហើយគាត់មានទៅគាត់ក៏បានធ្វើកម្មវិធីនឹងទៀតអញ្ចឹងបានចំណេញនឹងអាហ្នឹងគាត់ណែនាំខ្ញុំដើម្បីបន្តជួយការងារដោយសារបើសិនគាត់នៅហ្នឹងគាត់អាចមកជួយយើងបានទេដោយសារគាត់អាចមកផ្ទាល់អញ្ចឹងគាត់ត្រូវការខ្មែរយើងដើម្បីជួយខ្មែរយើងអញ្ចឹងហើយបានជាខ្ញុំជួយកម្មវិធីរបស់គាត់ច្រើនឆ្នាំដែរបើនិយាយពីតាំងពីចាប់ដើមស្ម័គ្រចិត្តជួយនៅក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ហ្នឹងគឺ5ឆ្នាំហើយអញ្ចឹងនិយាយរួមទៅតាំងពីនៅក្មេងតាមរហូតដល់ចាស់ណាប៉ុន្តែមុខនេះស្អាតដែរសំណាញ់ដែរអាយុ35ហើយប៉ុន្តែគេថាតែ15នេះទៅចេះសប្បាយចិត្តទៅចេះនៅក្មេងរហូតអូខេអញ្ចឹងអរគុណមែនទែនអញ្ចឹងខ្ញុំសូមសង្ខេបបន្តិចទៀតមុននឹងបញ្ចប់បងប្អូនដឹងថាកង់យើងទាំងអស់មានចំនួនប៉ុន្មានជម្រាបវិញ57សិស្សមានប៉ុន្មានអ្នកមកទទួលកង់គេថា2 + 2អត់ហ៊ានថា4ទេក្រែងបងបញ្ញាពោះពេកណាសិស្សដែលមកទទួលកង់មានប៉ុន្មានអូនេះគេឆ្លើយអូខេល្អណាធម្មតាបើសិនជាអត់ដឹងអញ្ចឹងអ្នកគ្រូយល់តែយើងអត់ដឹងដោយសារអីដោយសារតែមកពីសាលាអត់ដឹងតែគ្នាឯងមកពីនោះប៉ុន្មានគ្នាគេនៅនេះប៉ុន្មានតែបើយើងគិតងាយទៅបើមានកង់57មានន័យថាអ្នកដែលទទួលកង់ក៏ប៉ុណ្្នឹងដែរបើលោកគ្រូទិញលើឬទិញខ្វះលោកគ្រូថែមលុយណាដោយសារអត់ទិញអត់គ្រប់ហើយយើងដឹងថាកង់ចំនួន57ចំណាយថវិកាអស់ប៉ុន្មានអូខេ1 20,000ហ្នឹងត្រូវណា1 20,000គុណនឹង57ដងតែ57យល់57អ្នកស៊ីមេថា57ឥឡូវយក20,000គុណនឹង57ស្មើនឹងប៉ុន្មានអញ្ចឹងគុណត្រូវហ៎មកចាប់ទី6ហើយទី7 57នឹង50ដុល្លារគុណនឹង50ដុល្លារក៏បានគុណនឹង20,000ក៏បានពីប៉ុន្មានអ្នកគ្រូពីប៉ុន្មានឲ្យបងគេនាមមើលបងគេនាមត្រូវហើយអូខេអញ្ចឹងអ្នកគ្រូថា2800លោកគ្រូថាខ្វះដោយសារលោកគ្រូនេះទៅ
វិញអញ្ចឹងខំទៅគ្រូបាក់ថែមលុយអញ្ចឹងបាន50រៀលណាអូខេអញ្ចឹងថាវិការដែលយើងចំណាយអស់សម្រាប់កង់57សម្រាប់បងអូន57នេះគឺ$2,850គុណជាលុយខ្មែរទៅច្រើនដែរបើដាក់ក្នុងរងហើយបាន100វិញតែយើងមិននិយាយលុយខ្មែរវាច្រើនពេកព្រេងបាក់គណនីណាចូលបងប្អូនណាដែលបានចូលរួមថវិកាទិញកង់ឲ្យខ្លួនឯងហ្នឹងណាគេចូលរួមថវិកាទិញកង់ឲ្យខ្លួនឯងលើកដៃនេះគេអូនមានអត់ដឹងមានតែទៅឲ្យលុយអ្នកគ្រូទេអញ្ចឹងគេនេះត្រូវឲ្យលុយអ្នកគ្រូណាដល់អត់ដឹងថាលោកគ្រូប្រមូលបរិភាគចូលរួមពីអាណាព្យាបាលយើងហ៎តែយើងបានកង់មួយដល់ណាម្នាក់40000លោកគ្រូប្រមូល50000ទៅគ្រូថា40000ទេ40000នេះអូខេអញ្ចឹង40000គុណនឹង57នេះស្មើនឹងប៉ុន្មានវាគិតលេខតិចមុនឲ្យឡើងអ្នកទី7បើមិនជាគិតលេខអត់ចេញទេអ្នកគ្រូតម្លាក់ខ្លួនឯងឲ្យគ្រូឲ្យឡើងទេម្នាក់$10 57ដងមែននេះគ្រូឲ្យគិតលេខស្រួលៗណា57គុណ$10មានអ្នកឆ្លើយណាឆ្លើយបើនិយាយលុយខ្មែរវិញឆ្ងាយតែនិយាយលុយវិញស្រួលណាស់$10ឆ្លើយត្រូវមាននៅលីរោគូអងយេកណៃតែជគុណថាអូមើលនិយាយទៅគូវិញឆ្លើយបានទេមកណានេះថា60000នៅតោកាយម្ដងទៀតម្ដងទៀតគេសុំត10$គុណនឹង57ត្រូវអត់គុណយើងពេកត្រូវអត់នេះគុណមិនទេអូដល់គាត់នេះអត់មានអ្នកណាកន្លែងសួរពីរៀន20000ត្រូវអត់ហើយនៅទីមិនតើអត់ឆ្លើយអូនឆ្លើយថាត្រូវអញ្ចឹងសង្ស័យទៅវិញត្រូវអត់បងត្រូវណែនេះគ្រូតែមិនជួយកាសោសោះត្រូវហើយអត់គេយកមកសតអូនមួយណានេះគ្រូមានរង្វាន់ជូនចាំចាប់កម្មវិធីចាំមកយករង្វាន់មួយនេះគ្រូណាអូខេអរគុណច្រើនមែនតើអញ្ចឹងយើងបានយល់ហើយថាចំណាយថវិកាទទួលបានពីសាលានឹងមែនទេហើយអ្នកគ្រូសុំសួរមួយទៀតបងប្អូនពេលចប់ពីទី7ទៅបន្តនៅអនុវិទ្យាល័យណាមានអ្នកទៅពូអត់ពូឆ្ងាយជាងនេះចាំមានអ្នកទៅសម្ដេចហើយណាអត់ទេទេកៅពូចិត្តជាងសាលាផ្សេងនេះអូខេចុងអ្នកណាដែលទៅឡើងទី7ខ្លះសុំលើកដៃនេះអូខេទៅលើកដៃចុងហើយសុំសួរណាពីបានម្ដងអាណាជាបានទៅចូលរួមមួយកូននឹងស្ម័គ្រចិត្តឲ្យកូនឡើងទៅទី7អត់បើស្ម័គ្រចិត្តសុំលើកដៃការលើកដៃស្មើនឹងសន្យាណាខ្ញុំមកលើកក្រោយតែមានកូនទៅរៀនឬទៅជិះកូននេះលោកក្រុមប្រឹក្សាឃុំនេះលោកតាកម្មការវត្តនេះមានធ្វើជាសាក់សីណាមិនអត់ទេហត់បានអូខេអរគុណច្រើនណាអូខេសូមថែមបន្តិចទៀតតែនិយាយទៅជប់រឿងតាមពិតទៅចង់ប្រវត្តិខ្លះដល់បងប្អូនដោយសារតែខ្លួនឯងក៏មានប្រវត្តិដែរអ្នកណាមានប្រវត្តិរបស់គ្នាហ្នឹងឯងអញ្ចឹងខ្ញុំប្រាប់ឈ្មោះម្ដងទៀតដើម្បីខ្ញុំងាយប្រាប់ប្រវត្តិណាខ្ញុំឈ្មោះតាស្រីលីនមកដល់ឥឡូវចូល35ហើយអាយុ35ហើយណាអញ្ចឹង35ឆ្នាំបងប្អូនច្រើនឆ្នាំដែរខ្ញុំរៀនចប់វិទ្យាល័យតាំងពីឆ្នាំ2008ចឹងដល់ឥឡូវវា10ឆ្នាំជាងហើយ
ហើយខ្ញុំមានបងប្អូន3នាក់កាត់គ្រួសារដែលនិយាយរួមទៅក្រលំបាកដោយសារសម័យមុនអត់មានជំរឿនដូចបងប្អូនទេពីសម័យលើត្រឹមតែបងប្អូន3នាក់គេថារបាយបើចាក់ថារបាយមិនស៊ីផងមានន័យថាក្រខ្លាំងចឹងទៅខ្ញុំនឹកឃើញថាពេលដែលខ្ញុំរៀនចប់ថ្នាក់ទី6ពីសម័យនោះពេលយើងឡើងទៅថ្នាក់ទី7ខ្ញុំរៀននៅបឋមសាស្ត្រវត្តចអញ្ចឹងខ្ញុំត្រូវឡើងទៅអនុវិទ្យាល័យនៅវត្តស្វាយស្គាល់សាលាវត្តស្វាយហ៎ហើយជា4-5 គីឡូពីផ្ទះអញ្ចឹងទៅបងប្អូនច្រើននៅពេលត្រូវឡើងវិទ្យាល័យគឺត្រូវកង់មួយចែកគ្នាជា3នាក់ហើយយើងដឹងឲ្យពេលយើងឡើងអនុវិទ្យាល័យហើយនៅវិទ្យាល័យពេលយើងមានកង់តែមួយចែកគ្នាជា3នាក់ហើយវេនរៀនផ្សេងគ្នាទៀតអញ្ចឹងយើងធ្វើមិនបានណាឆ្លើយទៅជីផាក់ស្អាតវិញម៉ៃពុនអត់ទៅឆ្នាំមុនណាយើងសម័យមើលបើសិនជីកង់មួយជី3នាក់ធ្វើមិនអញ្ចឹងសម័យខ្ញុំគឺខ្ញុំចែកវេនដែរមានន័យថាបើសិនជាថ្ងៃនេះខ្ញុំជីកង់បងខ្ញុំមានន័យថាកង់មួយជីបានតែ2នាក់ឯង3នាក់បាននេះខ្ញុំចែកវេននេះថានេះសាលាវា4-5 គីឡូដែរយើងវាឆ្ងាយទៅមករៀនយើងដឹងថានៅវិទ្យាល័យច្រើនប៉ុន្តែទោះបីជាយើងដូចខ្ញុំអញ្ចឹងខ្ញុំឆ្លងកាត់ការលំបាកច្រើនតែហេតុអីបានខ្ញុំរៀនបានចប់ដោយសារចង់ខ្លួនឯងទោះបីជាពុកម៉ែឲ្យឈប់ក៏ដោយលំបាកមិនក៏ដោយគឺខ្ញុំនៅតែបន្តរៀនដែរដោយសារអីរៀនមកដល់ពេលនេះខ្ញុំរៀនទៅសាច់រៀនវាចូល20 ឆ្នាំហើយណាចឹង20 ឆ្នាំយូរសម្រាប់យើងមានការងារសម្រាប់យើងអាចជួយខ្លួនឯងបានប៉ុន្តែសម្រាប់ខ្ញុំមិនបោះបង់ទេដោយសារខ្ញុំមានក្តីសម័យណាខ្ញុំមានក្តីសម័យថាពេលដែលខ្ញុំធំឡើងខ្ញុំចង់មានការងារល្អចង់រៀនចប់ពេលដែលចប់ទៅគឺខ្ញុំអាចជួយខ្លួនឯងបានអាចជួយដល់ក្រុមគ្រួសារបានអាចជួយដល់សង្គមជាតិបានដូចនេះហើយបានថ្ងៃនេះខ្ញុំចូលនៅនេះដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់ពិបាកដោយបងប្អូនហើយមានកំសត់មានប្រវត្តិកំសត់ច្រើនជាងបងប្អូនទៀតហើយអ្នកបងដែលមកចូលរួមមួយអ្នកគ្រូនឹងសិតតែអ្នកដែលមកពីខេត្តផ្សេងពីស្រុកផ្សេងតំបន់ផ្សេងអញ្ចឹងការឆ្លងកាត់ការសិក្សានិងឆ្លងកាត់បទពិសោធន៍ជីវិតជូរចត់ច្រើនប៉ុន្តែពីច្រើននេះគាត់គឺគាត់បានរៀនចប់ដល់បរិញ្ញាបានធ្វើគ្រូភាសាអង់គ្លេសបានធ្វើជាកាយធ្វើជាមេទេសធ្វើការក្រុមហ៊ុននិយាយរួមទៅខ្លាយជាបុគ្គលមួយដែលគាត់អាចជួយខ្លួនគាត់បានហើយបានពួកគាត់ទាំងនោះមកធ្វើជាគំរូសម្រាប់បងប្អូនណាលើបងប្អូនចង់រៀននេះចាប់បានចាប់នៅទីម៉ាន2ត្រឹមទី12ឯនេះគ្រូចាប់នៅទី20ហើយនេះគ្រូរៀនតាំងពីជំនាន់មុនទៀតតែនេះបាននិយាយអញ្ចឹង12រៀនដូចគ្នាមែនណាពេលរៀនបញ្ញាប៉ុន្មានឆ្នាំ4បញ្ញា4ឆ្នាំបូកទៅប៉ុន្មាន15អត់16មួយបូកលេខត្រីឯនេះហើយអ្នកគ្រូតនឹងបណ្ឌិត2ឆ្នាំទៀតមែន18ទីរោងទៀតអញ្ចឹង20ឆ្នាំណាអញ្ចឹងបងប្អូនយើងកុំតូចចិត្តថាអូអញរៀនដល់ថ្នាក់ទី6សោចង់សោភាសាអ្នកស៊ីមរៀបជើចង់ឈប់រៀនចង់អីដោយសារអីអូហត់នឿយណាស់តែបើប្រៀបធៀបនឹងជីវិតអ្នកគ្រូហើយអ្នកបងនៃចូលរួមជាពិសេសលោកគ្រូលោកនាយកសាលាលោកគ្រូអ្នកមីងបើយើងនិយាយទៅជីវិតគាត់លំបាកណាស់ញ៉ាំតែបាយកកមួយអំបិលឆ្ងាញ់តែយើងឥឡូវយើងមានជំរឿនច្រើនណាបងប្អូនអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងដើម្បីចែករំលែកក្នុងកម្មវិធីនេះហើយកម្មវិធីនេះមានការឧបត្ថម្ភធំដោយម្ចាស់ជំនួយដែលយើងបានស្គាល់ហើយដោយសារតែទឹកចិត្តសប្បុរសរបស់គាត់ចង់ជួយយើងអញ្ចឹងគាត់ស្មើនឹងបើគិតទៅឪពុកម្ដាយយើងជាមេដាទី1សាលាជាមេដាទី2គាត់ដូចជាមេដារបស់យើងដែលបានជួយជូនកង់យើងជាមធ្យោបាយធ្វើដំណើរបន្តការសិក្សាអញ្ចឹងពីចុងក្រោយសូមគោរពជូនពរដល់លោកស្រីលោកគ្រូអ្នកគ្រូវិញ្ញាភិបាលបងប្អូនណាឲ្យមានសុខភាពល្អមានសុខភាពមង្គលហើយមានបំណងប្រាថ្នាអីសម្រាប់ដោយបំណងថ្ងៃទាំងសូមអរគុណបាទខ្ញុំតំណាងឲ្យចតាំងកម្មវិធីសូមគ្រប់ផ្លេអរគុណដល់បងស្រីលីនដែលបានមានមតិសំណេះសំណាលពើមនំពាក្យពេចន៍អនុសាសន៍ល្អដល់ផ្ញើដល់បងប្អូនដែលជាសាសនសិស្សហើយដូចជាការប្រវត្តិការតស៊ូសិក្សារៀនសូត្របាទហើយនឹងផ្ដល់ជាមតិក្នុងការធ្វើទំនាក់ទំនង
បាទជាមួយនឹងម្ចាស់ជំនួយក៏ដូចជាក្រុមការងារផ្សេងទៀតហើយក៏ដូចជាក្នុងសហគមន៍តាមមូលដ្ឋានជាច្រើនមិនមែនមានតែសាលាយើងទេគឺគិតជួយច្រើនបាទមិនមែនមានតែតំបន់យើងទេទៅតំបន់គេផ្សេងទៀតបាទនេះជាមតិតាមផ្ញើដូចជាស្នេហ៍ស្នាលដែលជាអនុសាសន៍ល្អសម្រាប់បងប្អូនសាសនាសិស្សខិតខំត្រង់ត្រាប់ហើយនឹងជាយាមសិក្សារៀនសូត្រតទៅទៀតបាទជាបន្តសូមគោរពជូនពរដល់បងស្រីលីនបាទគឺជួបតែសេចក្តីសុខសេចក្តីចម្រើនជាផុតនៅជំងឺផ្សេងដែលបានជួបតែនឹងការងារបន្តអភិវឌ្ឍដល់សហគមន៍យើងរីកចម្រើនតទៀតហើយគឺសូមឲ្យជួបតែពុទ្ធពោ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីដើមនិយាយឬក៏មានមតិចំណាប់អារម្មណ៍ខ្ញុំសូមណែនាំ EC តែជាកាត់របស់ម្ចាស់ជំនួយមេកាត់ណែនាំខ្លួនហើយកាត់យើងស្គាល់កាត់ដោយសារនេះគឺជាលើកទី1របស់គាត់ចឹងអូខេអញ្ចឹងស្វាគមន៍កាត់មួយណាបងប្អូនពួកទាំងអស់គ្នាសប្បាយអត់សប្បាយអត់និយាយអង់គ្លេស Who can speak English? Who likes English? My name is Izzy or Isabel, and I'm from Scotland, which is UK. And I'm a friend of Janet. We send messages a lot. So I know her because used to be my Khmer teacher. So I know Janet quite well. So all the bicycles, they look so nice. And I wish everyone safe journey on your bicycle. Nhưng dây rồi đến xong chi miệng mấy khăn nè tiền nay người ta nhung dây được đơn này tại đi này nè tại cái thằng được đơn này tay khuyên nhúng cái thợ được đơn là admin này ok chứ ngon con trai rồi đi xí địa bàn này nằm luôn chứ nhưng cái là sòng khai nữa vậy thì các bạn đi gặp mấy trên các một hải xí các màu pi cái Scotland thì cái này mùi này nói chắc ông lề nó chắc không ông lề hay Scott trên net làm việc là cruise channel gặp với chị crew phía sau mai cả trên tay gặp trải nghiệm phía sau mai trái sau cái này là sự liên đến dương nó nhiều đa nhưng mình thiệt chặt này gặp thật thì mình là cái này cho mình xong ăn in phía sau lên lên mai đây là đây còn rong là quất trên đồ này Scott là trái nữa tại bởi là mình crew và nhìn phía sau ACE Scott trái nữa người ta Scott là ACE á nơi đấy nhầm gì đấy áp lực luôn này đấy xanh ok chắc nó có tên tên chắc à nhưng nhung chúng ta sẽ lên hay nhung chỉ đồng nàng ở trong càng nghĩa